សៀមគេធ្លាប់ឆ្លៀនពៀនយើងជាច្រើនលើកច្រើនសារហើយបងប្អូនអើយមិនមែនទៅតែលើកនេះទេនៅក្នុងប្រវត្តិសាស្ត្ររបស់យើងជិត1000ឆ្នាំហើយដែលគេធ្លាប់ឆ្លៀនពៀនយើងតាំងតែពីចុងសម័យអង្គរពេលដែលសៀមគេមិនទាន់បង្កើតទៅជាប្រទេសផងគេវាយលុកគេឆ្លៀនពៀនយើងចេញពីចុងសម័យអង្គរមកចូលដល់សម័យចតុមុខក្នុងរាជរបស់ព្រះបាទធម្មរាជាដែលត្រូវជាបុត្ររបស់ព្រះបាទពញ្ញាយ៉ាតក្នុងឆ្នាំ1400ជិត1500គេលើកកងទ័ពគេចូលមកវាយលុកទីក្រុងចតុមុខរបស់យើងគេសម្លាប់ពលរដ្ឋខ្មែរយើងរាប់សែននាក់រាប់ម៉ឺននាក់ត្រូវបានចោះស្លឹកត្រចៀកដោតអូសយកទៅធ្វើជាទាសកររបស់គេសម្លាប់គេរំលោភគេបំពានគេយកទ្រព្យសម្បត្តិគេយកជីវិតយើងដោយសារតែគេធ្លាប់ជិះជាន់យើងគេធ្លាប់ធ្វើបាបយើងបានតាមចិត្តដូច្នេះហើយមហិច្ឆតារបស់គេនៅតែចង់លេបត្របាក់យើងទេដូច្នេះដើម្បីយើងអាចរស់នៅបានមានតែយើងពឹងខ្លួនយើងឲ្យខ្លួនយើងខ្លាំងក្លាឲ្យយើងរឹងមាំដោយខ្លួនយើងតើធ្វើយ៉ាងដូចម្តេចទៅទើបយើងអាចរឹងមាំខ្លាំងក្លាអាចទប់ទល់ជាមួយនឹងមហិច្ឆតារបស់បរទេសបាននោះដើម្បីធ្វើឲ្យយើងខ្លាំងក្លាលុះត្រាតែយើងមានស្មារតីរួបរวมជាតិជាមូលដ្ឋានកុំប្រកាន់និន្នាការរបស់ខ្លួនខ្លាំងពេកត្រូវបើកចិត្តគិតអំពីប្រយោជន៍ជាតិជាធំទើបធ្វើឲ្យយើងរឹងមាំខ្លាំងក្លាទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកយោធាពលរដ្ឋរស់នៅសុខសាន្តសម្បូរសប្បាយទើបយើងមានស្មារតីខ្លាំងនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបរទេសដូច្នេះហើយខ្ញុំសំណូមពរឲ្យបងប្អូនខ្មែរយើងទាំងអស់ទាំងពលរដ្ឋទាំងមន្ត្រីរួបរวมគ្នាដោយស្មារតីគិតប្រយោជន៍ជាតិជាធំបើប្រទេសជាតិយើងបាត់បង់ជីវិតយើងកូនចៅយើងជំនាន់ក្រោយនឹងបាត់បង់ហើយដូនតាយើងខំប្រឹងខ្លាំងណាស់ដើម្បីរក្សាការពារទឹកដីមួយនេះបាននៅប៉ុណ្ណេះបងប្អូនសាកស្រមៃមើលបើគ្មានដូនតាយើងពលីជីវិតគ្មានពួកគាត់ការពារទឹកដីយើងទេម្លេះយើងបាត់បង់ហើយចុងសម័យអង្គរគេឈ្លានពានយើងគេរំលោភយើងគេដាក់អាណានិគមមកលើយើងនៅក្នុងសម័យចតុមុខគេត្រួតត្រាលើយើងអ្វីគ្រប់បែបយ៉ាងក៏ត្រូវការសុំសិញេសុំបោះត្រាអំពីចវាយសៀមដែរទម្រាំតែយើងរើបំរាស់ខ្លួនអំពីគេរួចដូច្នេះហើយខណៈពេលនេះគឺយើងនៅមានទឹកដីដ៏កូនតូចមួយបើយើងធៀបជាមួយនឹងប្រវត្តិសាស្ត្ររបស់យើងដែលយើងមានជាង1លាន2សែនគីឡូម៉ែត្រដែលបច្ចុប្បន្ននៅមិនដល់2សែនគីឡូម៉ែត្រផងគឺវាតូចណាស់ដូច្នេះហើយទឹកដីដ៏តូចមួយនេះមានតែយើងការពារមានតែយើងតស៊ូដែលយើងពុះពៀជំនះដើម្បីយកឈ្នះតែប៉ុណ្ណោះទេដែលយើងត្រូវតែម្នះជាមួយនឹងមហិច្ឆតាឆ្លៀនពៀនរបស់បរទេសយើងត្រូវតែមានស្មារតីម្នះជាមួយនឹងទង្វើឆ្លៀនពៀនរបស់បរទេសដើម្បីយើងរស់បានដើម្បីយើងរុងរឿងទៅបានលុះត្រាតែយើងម្នះយកឈ្នះនៅសេចក្តីស្លាប់យកឈ្នះនៅការជិះជាន់របស់បរទេសទើបយើងអាចរស់នៅបានបរទេសគេនឹងជួយយើងនៅពេលដែលយើងខ្លាំងបើសិនជាយើងតន់ខ្សោយគេមិនជួយយើងទេបងប្អូនមើលទៅប្រទេសអ៊ុយក្រែនតូចទេបើធៀបជាមួយនឹងរុស្ស៊ីនោះប៉ុន្តែអ៊ុយក្រែនគេខ្លាំងគេហ៊ានតស៊ូគេហ៊ានពលីជីវិតដើម្បីការពារទឹកដីរបស់គេដូច្នេះហើយស្មារតីដ៏ខ្លាំងក្លាអង់អាចរបស់ជនជាតិអ៊ុយក្រែនទើបបរទេសទើបសហគមន៍អាមេរិកសហគមន៍អឺរ៉ុបនិងសហគមន៍ពិភពលោកគេគ្រប់គ្រងគេចូលរួមគេជួយបើសិនជាយើងតន់ខ្សោយគេមិនជួយយើងទេម្លេះប្រទេសអ៊ុយក្រែនក៏នឹងបាត់បង់ទៅកណ្ដាប់ដៃរុស្ស៊ីហើយប៉ុន្តែជនជាតិគេខ្លាំងគេតស៊ូគេបដូរផ្ដាច់មិនចោះចាញ់សត្រូវឈ្នានពានឡើយត្រូវតែមានអ្នកជាមួយនឹងបរទេសឈ្លានពានដើម្បីសេចក្តីសុខដើម្បីភាពរីកចម្រើនដើម្បីភាពរុងរឿងរបស់យើងភាពមានអ្នកជាមួយនឹងសេចក្តីស្លាប់ភាពមានអ្នកជាមួយនឹងជនបរទេសឈ្លានពានមានអ្នកនេះគឺជាប្រភពនៃភាពរុងរឿងរបស់យើងដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររួមគ្នាជាស្មារតីតែមួយដើម្បីការពារប្រទេសជាតិយើងឲ្យបានគង់វង្សប្រវត្តិសាស្ត្រមួយនេះវាសាំដែលច្រើនពេកហើយមិនអាចឲ្យគេរំលោភយើងបំពានយើងបានទៀតទេនៅក្នុងសម័យបច្ចេកវិទ្យាសាស្ត្រហើយយើងក៏ខ្លាំងមិនមែនខ្សោយប៉ុន្មានដែរកុំឲ្យគេប្រមាថយើងកុំឲ្យគេមើលងាយយើងត្រូវតែខ្លាំងយើងត្រូវតែរួមគ្នាទាំងពលរដ្ឋទាំងមន្ត្រីទាំងថ្
ថ្នាក់ដឹកនាំដើម្បីការពារប្រទេសជាតិយើងឲ្យបានគង់វង្សទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នាអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀត